Ok អញ្ចឹងថ្ងៃនេះគឺយើងនឹងមកនិយាយគ្នារវាងពាក្យចំនួន2គឺពាក្យ all day ហើយនិងពាក្យ every day ដែលពាក្យហ្នឹងបើសិនជាមើលមកផ្លែតយើងគិតថាវាមានន័យដូចគ្នាប៉ុន្តែតាមពិតទៅពាក្យពីរហ្នឹងគឺមានន័យផ្ទុយគ្នាមានន័យដាច់គ្នាស្រឡះតែម្ដងដោយពាក្យ all day គឺវាមានន័យថា refer to the length of a single day ចឹងមានន័យថា all day ហ្នឹងគឺសំដៅតែមួយថ្ងៃទេអញ្ចឹងមួយថ្ងៃពីព្រឹកដល់យប់អីចឹងទៅអញ្ចឹងឧទាហរណ៍ថា the store is open all day មានន័យថា store ហ្នឹងគឺបើកពេញមួយថ្ងៃតែម្ដងអញ្ចឹងពាក្យពេញមួយថ្ងៃយើងយល់ហើយពាក្យពេញមួយថ្ងៃមានន័យថាម៉េចមានន័យថាតាំងពីព្រឹកដល់ព្រលប់ឬក៏ចាប់ពីពេលណាមួយនៃថ្ងៃហ្នឹងដល់ពេលណាមួយទៀតនៅថ្ងៃហ្នឹងដដែលអញ្ចឹងមានន័យថា all day ចឹងទាំងអស់គ្នាអាចឧទាហរណ៍ផ្សេងទៀតនៅក្នុង comment បានពាក្យទី2គឺមានន័យថាពាក្យទី2គឺពាក្យ everyday ហើយ everyday refer to a frequency something that happens daily អញ្ចឹងពាក្យ everyday នេះគឺសំដៅទៅលើសកម្មភាពឬក៏ភាពជារឿយៗមួយដែលវាកើតឡើងជាប្រចាំថ្ងៃមានន័យថាវាកើតឡើងជារៀងរាល់ថ្ងៃ everyday រៀងរាល់ថ្ងៃឧទាហរណ៍ I take my dog for a walk every day អញ្ចឹងមានន័យថាម៉េចខ្ញុំនាំឆ្កែខ្ញុំដើរជារៀងរាល់ថ្ងៃអញ្ចឹងយើងកលេចមកវិញពាក្យថាពេញមួយថ្ងៃហើយនឹងពាក្យថាជារៀងរាល់ថ្ងៃគឺវាមានលក្ខណៈខុសគ្នាពេញមួយថ្ងៃមានន័យថាចំនួនតែមួយថ្ងៃទេតែបើសិនជារៀងរាល់ថ្ងៃមានន័យថាយើងធ្វើមួយថ្ងៃហ្នឹងហើយស្អែកយើងធ្វើទៀតស្អែកយើងធ្វើទៀតស្អែកយើងធ្វើទៀតវាដូចជាទម្លាប់មួយចឹងអញ្ចឹងការប្រើប្រាស់ពាក្យ all day ហើយនិងពាក្យ every day គឺខុសគ្នានៅក្នុងបើសិនជាយើងប្រើពាក្យហ្នឹងខុសគឺយើងអាចនឹងមានន័យខុសដែរតែបើសិនជាយើងយល់នៅពាក្យពីរហ្នឹងយើងអាចប្រើពាក្យពីរហ្នឹងបានត្រឹមត្រូវបានដូចគ្នាចឹងទាំងអស់គ្នាខ្ញុំគិតថាខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាទាំងអស់គ្នាយល់ពីអត្ថន័យនៃពាក្យចំនួនពីរហ្នឹងហើយកុំភ្លេច comment នៅឧទាហរណ៍មួយចំនួនផ្សេងទៀតនៅក្នុង comment ផងដែរអរគុណទាំងអស់គ្នាជំរាបលាយើងនឹងជួបគ្នានៅវីដេអូបន្ត